ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាកូរ៉េ MNKO Learning ទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងរៀនអំពីវេយ្យាករណ៍នៅក្នុងភាសាកូរ៉េតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរចូលទៅដល់មេរៀនយើងទាំងអស់គ្នាវេយ្យាករណ៍កូរ៉េទម្រង់ឬលេអូខ្ញុំចង់តើអ្នកចង់ទម្រង់ឬលេអូគេប្រើបានពីករណីដូចជាករណីទី1គេប្រើសម្រាប់បង្ហាញនៅគំនិតឬចេតនាចង់ធ្វើអ្វីមួយរបស់អ្នកនិយាយដែលក្នុងករណីនេះប្រែថាខ្ញុំចង់ករណីទី2គេប្រើទម្រង់នេះដើម្បីសួរអំពីគំនិតគោលបំណងឬចេតនារបស់អ្នកស្ដាប់ក្នុងករណីនេះប្រែថាតើអ្នកចង់របៀបប្រើរាល់ពាក្យបញ្ចប់ដោយស្រៈឬរីអ៊ិលប្រើជាមួយទម្រង់រៀលលេអូនិងពាក្យបញ្ចប់ដោយព្យញ្ជនៈក្រៅពីរៀលប្រើជាមួយនឹងអ៊ុលលេអូឧទាហរណ៍저녁에 우리 같이 영화를 볼래요? 저녁គេប្រែថាពេលល្ងាច우리ពួកយើង같이ជាមួយ영화ភាពយន្ត볼래요តើអ្នកចង់មើលចឹងប្រយោគនេះគឺយើងបកថាពេលល្ងាចនេះតើអ្នកចង់មើលភាពយន្តជាមួយគ្នាទេ다니 씨 뭐 마실래요? 다니 씨កញ្ញាដានីមកអ្វី마실래요តើអ្នកចង់ផឹកចឹងក្នុងប្រយោគនេះគឺយើងបកថាកញ្ញាដានីតើអ្នកចង់ផឹកអ្វីដែរ저는 커피 마실래요? 저는ប្រែថាខ្ញុំ coffee ប្រែថាកាហ្វេ masileo ចង់ផឹកអញ្ចឹងប្រយោគនេះគឺយើងបកថាខ្ញុំចង់ផឹកកាហ្វេនៅក្នុងទម្រង់នេះនៅពេលដែលគេចង់និយាយបដិសេធថាមិនចង់ធ្វើឬមិនធ្វើគេអាចប្រើទម្រង់អាននៅពីមុខកិរិយាសព្ទដែលនៅមុខទម្រង់ឬលេអូឧទាហរណ៍이 음식 맛이 없어서 안 먹을래요. 이ប្រែថានេះ음식ប្រែថាម្ហូប맛이 없어서ប្រែថារសជាតិមិនឆ្ងាញ់ដូច្នេះអានប្រែថាមិន먹을래요ប្រែថាចង់ញ៉ាំអញ្ចឹងប្រយោគនេះគឺយើងបកថារសជាតិម្ហូបនេះមិនឆ្ងាញ់ដូច្នេះខ្ញុំមិនចង់ញ៉ាំទេ그 일을 너무 어려워서 안 할래요. 그ប្រែថានោះ일ប្រែថាការងារ너무ប្រែថាណាស់어려워서ពិបាកដូច្នេះអានមិន할래요ចង់ធ្វើអញ្ចឹងប្រយោគនេះគេបកថាការងារនោះពិបាកណាស់ដូច្នេះខ្ញុំមិនចង់ធ្វើទេចាំមេរៀនយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះប្រសិនបើពុកម៉ែបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗនៅក្នុងវីដេអូបន្តទៀត